ឥឡូវនេះគឺម៉ោង 12:48 ហើយយើងទាំងអស់គ្នាប្រជាជនមកពីទីក្រុងផ្សេងៗហ្នឹងរងចាំតែម៉ោង 1យើងនឹងចាប់ផ្ដើមធ្វើបាតកម្មផ្សព្វផ្សាយនៅសេចក្តីត្រូវការរបស់ប្រជាជនខ្មែរទូទាំងប្រទេសនឹងឲ្យអង្គការសហប្រជាជាតិដឹងយល់ថាយើងត្រូវការអ្វីនេះគឺជាទស្សនវិជ្ជានៃប្រជាជនដែលមកពីគ្រប់ទិសទីក្រុងខេត្តរដ្ឋជាច្រើនเราនៅចាំសិនគាត់គង់ភាសាបាយភាសាទឹកសួស្តីបងប្អូនរួមជាតិជាទីគោរពនិងជាទីស្រឡាញ់ខាងក្រោមនេះគឺជាសំណួររបស់ខ្ញុំបាទសូមសួរទៅព្រះមហាក្សត្រខ្មែរនិងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនព្រមទាំងគណៈរដ្ឋមន្ត្រីក្រមអាវ៉ាត់របស់លោកផងដែរខ្ញុំបាទបានឮលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងគណៈរដ្ឋមន្ត្រីដែលនៅក្រមអាវ៉ាត់របស់លោកព្រមទាំងព្រះមហាក្សត្រខ្មែរផងតែងតែប្រកាសថាប្រទេសកម្ពុជាជារដ្ឋអធិបតេយ្យនិងប្រកាន់យកនៅលទ្ធិប្រជាធិបតេយ្យសេរីមានន័យថាប្រជាពលរដ្ឋជាម្ចាស់ប្រទេសឬម្ចាស់ទឹកដីប្រជាពលរដ្ឋគឺជាអ្នកធំរីឯរដ្ឋាភិបាលគឺជាអ្នកបម្រើប្រជាពលរដ្ឋមិនមែនជាម្ចាស់ទឹកដីឬជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះឡើយដោយយកទៅតាមសេចក្តីប្រកាសនៅតាមវិទ្យុឬទូរទស្សន៍នៅក្នុងស្រុកដូច្នេះខ្ញុំបាទមានសេចក្តីងឿងឆ្ងល់យ៉ាងខ្លាំងសូមសួរទៅព្រះមហាក្សត្រខ្មែរក៏ដូចជារដ្ឋាភិបាលលោកហ៊ុនសែនថាប្រទេសកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យទៅតាមប្រទេសណាដែរហើយថារដ្ឋអធិបតេយ្យនោះតើអធិបតេយ្យអ្វីទៅបើរដ្ឋអធិបតេយ្យមែននោះចុះហេតុអ្វីបានជាជនជាតិយួនអាចលូកដៃមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងខ្មែរបានជាស្ដែងដូចជាករណីលោកសំរងស៊ីចុះទៅដល់ដំរីបង្គោលព្រំដែនខ្មែរយួននៅខេត្តស្វាយរៀងក៏ស្រាប់តែរដ្ឋាភិបាលយួនចេញបញ្ជាឲ្យលោកហ៊ុនសែនចាប់លោកសំរងស៊ីដាក់ពន្ធនាគាររដ្ឋាភិបាលលោកហ៊ុនសែនក៏បានធ្វើតាមបញ្ជារបស់យួនភ្លាមចំណុចមួយទៀតក្រុមតំណាងរាស្ត្រគណៈបកលោកសំរងស៊ីបាននាំគ្នាចុះទៅត្រួតពិនិត្យមូលបង្គោលព្រំដែនខ្មែរយួននៅខេត្តកំពង់ចាមនៅពេលក្រុមតំណាងរាស្ត្រចុះទៅដល់ស្រាប់តែឃើញពួកទាហានយួនបានឈរជើងនៅលើទឹកដីខ្មែររារាំងមិនឲ្យក្រុមតំណាងរាស្ត្រទាំងនោះចូលទៅត្រួតពិនិត្យមើលបង្គោលព្រំដែនខ្មែរយួននោះទេបើរដ្ឋអធិបតេយ្យហេតុអីបានជាកងទ័ពយួនចូលមកឈរជើងនៅលើទឹកដីខ្មែរបានហើយមានសិទ្ធិខត់ហើយមានសិទ្ធិហាមឃាត់
មិនអោយតំណាងរាស្ត្រខ្មែរចូលទៅត្រួតពិនិត្យបង្គោលព្រំដែនដូច្នេះចំពោះលទ្ធិប្រជាធិបតេយ្យវិញប្រហែលរដ្ឋាភិបាលលោកហ៊ុនសែនប្រកាន់យកលទ្ធិប្រជាធិបតេយ្យតាមលោកប៉ុលពតឬបានជាហាមឃាត់មិនអោយប្រជាពលរដ្ឋធ្វើការបញ្ចេញមតិរបស់ខ្លួនដូច្នេះហើយប្រទេសកម្ពុជាទាំងមូលមានតែដី2ឬ300ម៉ែត្រនៅក្បែរវត្តភ្នំទេឬដែលមានលទ្ធិប្រជាធិបតេយ្យនោះចំណែកដីក្រៅពីទីនោះជាដី7មករាឬបានជាក្រុមសមត្ថកិច្ចដាក់រនាំងហាមឃាត់មិនអោយប្រជាពលរដ្ឋចេញចូលធ្វើដំណើរប្រកបមុខរបរចិញ្ចឹមជីវិតក៏ដូចជាធ្វើដំណើរចេញចូលផ្ទះរបស់ពួកគាត់បានដូច្នេះតើលទ្ធិប្រជាធិបតេយ្យស្អីគេទៅបើគ្រាន់តែប្រជាពលរដ្ឋបើករនាំងដើរចូលផ្ទះក៏ត្រូវកងកម្លាំងសមត្ថកិច្ចបាញ់សម្លាប់ស្រេចតែអំពើចិត្តដូចនេះទៅវិញបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់រួចហើយក៏ដើរចង្អុលមុខទម្លាក់កំហុសដាក់គេឯងដើម្បីបិទបាំងអំពើយងខ្នងព្រៃផ្សៃរបស់បកពួកខ្លួនទៀតមិនតែប៉ុណ្ណោះទេថែមទាំងចេញបញ្ជាឲ្យថ្នាក់ដឹកនាំនៅក្រមអាវ៉ាត់របស់ខ្លួនដូចជាអភិបាលខេត្តស្រុកខណ្ឌឲ្យរឹតបន្តឹងកុំឲ្យប្រជាពលរដ្ឋធ្វើការទាមទារសិទ្ធិសេរីភាពខ្លួននិងរកយុត្តិធម៌ចំពោះការបាត់បង់សិលឹកឆ្នោតកាលពីថ្ងៃទី28កក្កដាកន្លងផុតទៅនោះដូច្នេះការប្រកាសក្តែងថាប្រទេសកម្ពុជាជាប្រទេសលទ្ធិប្រជាធិបតេយ្យនិងរដ្ឋអធិបតេយ្យនោះអ្នកដែលស្រែកក្តែងនោះមិនដែលស្គាល់អំពីលទ្ធិប្រជាធិបតេយ្យនិងរដ្ឋអធិបតេយ្យដូចម្ដេចនោះឡើយបើតាមយោបល់ខ្ញុំគួរតែពួកអស់លោកទាំងនោះស្វែងយល់និងនាំគ្នាទៅរៀនអំពីលទ្ធិប្រជាធិបតេយ្យនិងរដ្ឋអធិបតេយ្យសិនទៅចាំមកស្រែកក្តែងម្ដងទៀតក្រែងបានក្រាន់បើជាងមុនហើយយើងគិតថាបើសិនជាមិនចេះខ្មាស់អ្នកដទៃទេគួរណាស់តែចេះខ្មាស់ខ្លួនឯងខ្លះផងអំពីខ្ញុំបាទទេពនិមិត្តចិត្តម៉ែចិត្តមិនមែនខ្មៅមិនមែនល្ងងខ្លៅដេញចាំតែស្លាប់បងប្អូនចិត្តម៉ែចិត្តមិនមែនខ្មៅមិនមែនល្ងងខ្លៅដេញចាំតែស្លាប់ឃើញខ្មែរមានទុកចិត្តខ្មែរជឿចាប់ត្រានហួងរីរាប់ប្រាប់ក៏មិនអងហូរទឹកភ្នែក